ប់តមន់ដុតអំបិលម្ទេសហើយលើបងប្អូនសាកមកមាន់អាំងអំបិលម្ទេសម្ដងអត់ធានាថារសជាតិរបស់គេនឹងគឺមកឆ្ងាញ់ជាប់ចិត្តហ្មងហើយបើនិយាយពីក្លិនរបស់គេវិញគ្រាន់តែយើងដាក់អាំងបានមួយផ្លែតគឺចាស់ក្លិនឈ្ងុយពេញផ្ទះសម្រាប់មាន់អាំងអំបិលម្ទេសហ្នឹងយើងអាចញ៉ាំទៅទេក៏បានហើយបើថាបានជ្រលក់ជាមួយទឹកត្រីកោះកុងផ្ទាប់ជាមួយបន្លែតិចៗទៀតគឺកាន់តែជាតិថែមទៀតពោះមាន់គឺខ្ញុំប្រើជាមាន់ស្រាយចំនួន1ក្បាលមាន់ហ្នឹងគឺ1គីឡូ1ខាំមកបងប្អូនយើងលាងទឹកលាងអីឲ្យស្អាតហើយខ្ញុំកាត់កន្លែងជើងហើយនឹងក្បាលវាចេញចំពោះផ្នែកក្បាលបើសិនជាបងប្អូនណាញ៉ាំយើងដាក់ទៅណាប៉ុន្តែចំពោះខ្ញុំគឺខ្ញុំអត់ញ៉ាំទេបន្ទាប់មកយើងពុះមាន់នឹងផ្នែកកន្លែងទ្រូងរបស់វាបងប្អូនយើងពុះហើយយកទៅលាងទឹកម្ដងទៀតព្រោះអីពេលដែលយើងលាងខាងក្រៅគឺអត់លាងដល់ខាងក្នុងទេយើងបេះយកសួតយកអីវាចេញលាងឲ្យស្អាតហើយចាំយើងយកមាន់ហ្នឹងមកឆូតឆ្នូតឲ្យបានច្រើនអញ្ចឹងមកដើម្បីយើងប្រឡាក់គ្រឿងទៅវាឆាប់ចូលជាតិល្អយើងឆូតវាឲ្យបានគ្រប់កន្លែងហើយទុកវាម្ដុំសិនយើងមកធ្វើគ្រឿងដើម្បីប្រឡាក់មាន់ម្ដងចំពោះខ្ទឹមសគឺខ្ញុំប្រើរាងច្រើនដោយសារខ្ញុំធ្វើគ្រឿងសម្រាប់ប្រឡាក់មាន់ផងនិងពាក់កណ្ដាលទៀតគឺទុកសម្រាប់ធ្វើទឹកត្រីកោះកុងហើយបើម្ទេសដៃនាងវិញបងប្អូនដាក់តិចច្រើនតាមចំណង់ចំណូលចិត្តតាមយើងចេះហិលប៉ុណ្ណាដាក់ប៉ុណ្្នឹងទៅចំពោះគ្រឿងទាំងពីរមុខនឹងបងប្អូនត្រូវតែបុកជៀសវាងកុំកិនព្រោះតែកាលណាយើងកិនវាដុំហើយអត់សូវឈ្ងុយទេគ្រឿងទាំងអស់ហ្នឹងបន្ទាប់ពីខ្ញុំបុកវាបានម៉ត់ល្មមហើយគឺខ្ញុំដួសទុកពាក់កណ្ដាលសម្រាប់ធ្វើទឹកត្រីកោះកុងហើយបន្ទាប់មកបានខ្ញុំបន្ថែមជាខ្ទឹមក្រហមនឹង 4-5 កូនដុំតូចៗទៀតបុកចូលជាមួយខ្ទឹមសហើយនិងម្ទេសជាមួយគ្នាបន្ទាប់មកបានខ្ញុំចាប់ផ្ដើមលាយគ្រឿងហ្មងអំបិលហ្នឹងគឺខ្ញុំប្រើកន្លះស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេម្សៅស៊ុប1ស្លាបព្រាកាហ្វេស្ករ2ស្លាបព្រាកាហ្វេទឹកស៊ីអ៊ីវធម្មតា1ស្លាបព្រាបាយហើយនិងទឹកប្រេងខ្យងនឹងចំនួន2ស្លាបព្រាបាយចំពោះទឹកស៊ីអ៊ីវខាប់នេះវិញគឺខ្ញុំដាក់2ស្លាបព្រាបាយដែរអានឹងបងប្អូនដាក់ក៏បានអត់ក៏បានដែរអានឹងយើងគ្រាន់តែដាក់វាយកពណ៌ទេអញ្ចឹងហើយបងប្អូនណាដែលអត់មានក៏អត់អីដែរបន្ទាប់ពីយើងកូរច្របល់គ្រឿងឲ្យចូលជាតិសព្វល្មមហើយយើងដួសគ្រឿងនឹងកុំតន់ដួសទាំងអស់ហ่าបងប្អូនយើងដួសវាមិនល្មមយើងប្រឡាក់វាខាងលើសិនចំពោះការប្រឡាក់នឹងគឺប្រឡាក់ឲ្យបានសព្វមែនតើណាបងប្អូនជាពិសេសគឺតាមឆ្នូតតាមកលាតាមអីហ្នឹងគឺយើងប្រឡាក់វាឲ្យបានសព្វល្អមកបន្ទាប់ពីយើងប្រឡាក់ខាងលើហើយយើងផ្កាប់វាមកខាងក្រោមហើយយើងដួសគ្រឿងដែលបានលាយស្រាប់ហ្នឹងដាក់វាបន្ថែមទៀតប្រឡាក់ខាងក្រោមឲ្យចូលជាតិដែរមកនិយាយទៅគឺប្រឡាក់ទាំងខាងលើទាំងខាងក្រោមហ្នឹងឲ្យចូលជាតិសព្វល្អហ្មងបន្ទាប់ពីយើងប្រឡាក់វាប្រហែលជា 5-6 នាទីគឺយើងអត់ទាន់យកវាទៅអាំងភ្លាមទេណាខ្ញុំគ្របគម្របទុកវាចោលប្រហែលជា 10-15 នាទីឲ្យវាចូលជាតិសិនហើយគ្រឿងទាំងអស់ហ្នឹងគឺនៅសល់ខ្លះទៀតបងប្អូនយើងទុកពេលយើងអាំងបដាមើលទៅចិត្តឆ្អិនយើងអាចលាបវាបន្ថែមទៀតដើម្បីកុំឲ្យវាស្ងួតអញ្ចឹងណាហើយចំពោះគ្រឿងដែលនៅសល់បាតចានខ្ទឹមសខ្ទឹមក្រហមម្ទេសអីហ្នឹងបងប្អូនដាក់ឲ្យអស់មកព្រោះអាហ្នឹងពេលដែលអាំងទៅគឺចាស់ក្លិនឈ្ងុយមែនតើសម្រាប់រយៈពេលនៃការអាំងវិញសរុបទាំងអស់គឺខ្ញុំប្រើពេល50នាទីហើយបើសិនជាបងប្អូនអាំងនៅក្នុងចក្រានខ្ជុងអីអញ្ចឹងទៅរយៈពេលវាអាចនឹងខុសគ្នាប៉ុន្តែបងប្អូនធ្វើម៉េចកុំដាក់ភ្លើងខ្លាំងយើងដាក់ភ្លើងតិចបានហើយក្នុងកំឡុងពេលហ្នឹងគឺខ្ញុំមកធ្វើទឹកត្រីកោះកុងឲ្យហើយចំពោះទឹកត្រីកោះកុងហ្នឹងគឺខ្ញុំប្រើស្កកម្សៅស៊ុបប៊ីចេងទឹកត្រីហើយខ្ញុំច្របាច់ក្រូចឆ្មាចូលមកហើយបើអំបិលវិញគឺខ្ញុំអត់ដាក់ទេព្រោះអីគឺខ្ញុំអត់ចង់ឲ្យរសជាតិទឹកត្រីកោះកុងហ្នឹងវាប្រៃខ្លាំងអញ្ចឹងណាសម្រាប់រសជាតិគឺខ្ញុំយកជូរអែមដោយសារតែមាន់របស់យើងហ្នឹងវាមានជាតិស្រាប់ហើយអញ្ចឹងបើសិនជាយើងយកទឹកត្រីកោះកុងប្រៃដិតទៀតញ៉ាំជាមួយគ្នាទៅវាអាចនឹងរៀងប្រៃជ្រុលអញ្ចឹងណាបន្ទាប់ពីយើងធ្វើទឹកត្រីកោះកុងរួចរាល់ហើយយើងមកមើលមាន់របស់យើងម្ដងមាន់នេះគឺខ្ញុំអាំងបានតែ20នាទីណាបងប្អូនបន្ទាប់មកយើងលើកវាចេញដើម្បីប្រែទៅម្ខាងទៀតអញ្ចឹងណាប៉ុន្តែមុននឹងខ្ញុំប្រែនឹងគឺខ្ញុំលាបទឹកស៊ុសថែមវាតិចទៀតដើម្បីកុំឲ្យវាស្ងួតពេកយើងប្រែវាមកម្ខាងទៀតគឺត្រូវលាបទឹកស៊ុសថែមដូចគ្នាដោយសារខាងក្រោមនឹងវាស្រក់គ្រឿងអស់ខ្លះអញ្ចឹងណាបើសិនជាយើងអាំងទៅអញ្ចឹងទៅគឺវាអត់សូវចូលជាតិល្អទេហើយចំពោះការអាំងសរុបទាំងអស់ហ្នឹងដូចដែលខ្ញុំបានបញ្ជាក់បងប្អូនអញ្ចឹងគឺអាំងចំនួន50នាទីហើយបើសិនជាបងប្អូនធ្វើយើងអាចលៃលោកពេលមើលតាមនឹងទៅព្រោះអីរយៈពេលគឺវាអត់ដូចគ្នាទេការអាំងដោយប្រើចក្រានខ្ជុង microwave ឬក៏ air fryer នឹងចំនួនពេលគឺអត់ដូចគ្នាទេហើយម្យ៉ាងទៀតគឺវាអាស្រ័យលើមាន់របស់យើងដែរអញ្ចឹងណាបើសិនជាយើងមាន់ធំឬក៏តូចឬក៏មាន់ចាស់អីអញ្ចឹងទៅចំនួនពេលវាអាចខុសគ្នាទៅតាមនឹងហើយសម្រាប់មាន់អាំងអំបិលម្ទេសហ្នឹងយើងញ៉ាំទៅទេក៏បានឬក៏ជ្រលក់ជាមួយទឹកត្រីកោះកុងក៏បានដែរហ្នឹងហើយបងប្អូននេះគឺមាន់អាំងអំបិលម្ទេសរបស់ខ្ញុំគឺបានធ្វើរួចរាល់ហើយណាហើយមុនហ្នឹងគឺភ្លុកអស់មកផ្លូវដែរបងប្អូនហើយសម្រាប់ការអាំងមាន់ហ្នឹងគឺយូរ
បងប្អូនមិនអាំងមួយផ្លែឆ្អិនណាព្រោះអីមាន់គឺវាមិនដូចសាច់គោសាច់ជ្រូកអីណាបងប្អូនអាំងគឺត្រូវប្រើពេលយូរមែនតើសម្រាប់ខ្ញុំនេះគឺអាំងដល់ឡើង50នាទីបងប្អូននិយាយទៅបើសិនជាបងប្អូនណាដែលប្រើចក្រានខ្ជូងចក្រានអីអញ្ចឹងណាអត់ដូចគ្នាបងប្អូនព្រោះអីខ្ញុំគិតថាចក្រានខ្ជូងប្រហែលជាវាអាចថាក្តៅជាងម៉ាស៊ីនដែលខ្ញុំអាំងអញ្ចឹងណាអាចថាអាំងលឿនជាងបងប្អូនអានេះគឺខ្ញុំអាំងម៉ាស៊ីនរៀងយូរដែរហ្នឹងណាហើយសម្រាប់មាន់អាំងបើម្ទេសហ្នឹងគឺខ្ញុំមានទឹកត្រីកោះកុងអាហ្នឹងសម្រាប់បងប្អូនណាដែលចូលចិត្តរបៀបជ្រលក់ជាមួយទឹកត្រីកោះកុងក៏បានហើយបើមិនអញ្ចឹងទេញ៉ាំទទេអញ្ចឹងក៏បានដែរបងប្អូនបើចង់ជ្រលក់ឯណាឥឡូវខ្ញុំសាកភ្លក់អត់ជ្រលក់ភ្លក់ទទេឆ្ងាញ់ខ្លាំងមែនតើបងប្អូនរសជាតិហ្នឹងគឺអត់ប្រៃខ្លាំងឯងបងប្អូនអានេះដោយសារខ្ញុំតម្រូវទឹកត្រីកោះកុងអញ្ចឹងណារសជាតិហ្នឹងគឺខ្ញុំយកមកល្មមបងប្អូនតែបើថាប្រៃខ្លាំងអត់ប្រៃទេអានេះយើងជ្រលក់ទឹកត្រីកោះកុងបានទៀតអញ្ចឹងណាហើយបើសិនជាបងប្អូនណាលក្ខណៈថាធ្វើឲ្យអត់ចង់ជ្រលក់ទឹកត្រីកោះកុងហ្មងចង់ញ៉ាំទទេអញ្ចឹងហ្មងណាបន្ថែមគ្រឿងលើខ្ញុំតែបន្តិចទៅបានហើយបងប្អូនឆ្ងាញ់ខ្លាំងមែនតើបងប្អូនហើយបើថាក្លិនវិញឈ្ងុយសាហាវអាពេលយើងកំពុងតែអាំងគឺជះក្លិនឈ្ងុយខ្លាំងមែនតើហើយសាច់មាន់នេះគឺឆ្ងាញ់ខ្លាំងមែនតើបងប្អូនព្រោះអីមាន់ហ្នឹងគឺខ្ញុំប្រើមាន់ស្រែអញ្ចឹងណាភាគច្រើនសម្រាប់ខ្ញុំគឺខ្ញុំអត់សូវទិញមាន់ចិញ្ចឹមឬក៏មាន់កសិកម្មអីទេបងប្អូនស្វ័យបិទតែវារៀងធូរថ្លៃមែនប៉ុន្តែខ្ញុំអត់ជឿចិត្តរបៀបថាញ៉ាំទៅខ្សោះអត់ជាតិអញ្ចឹងណាហ្នឹងហើយបងប្អូនសម្រាប់វីដេអូនៃការធ្វើមាន់អាំងបើម្ទេសរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ